ចាជំរាបសួរអូនពូមីយាយតាទាំងអស់គ្នាថ្ងៃនេះទើបមានពេលមកកាត់វីដេអូទៅដើរលេងនៅខែ1ឆ្នាំ2026នេះដើមឆ្នាំនេះហ្នឹងហើយនាំកូនទៅកន្លែងដែលគាត់ប្រាថ្នាគាត់ចង់ទៅអញ្ចឹងណាបងប្អូនគឺ Disneyland នៅសៀងហៃបងប្អូនអើយគាត់ចង់ទៅយូរហើយខ្ញុំជិះតែអត់មានពេលបានជូនគាត់ទៅចាទើបបានមានពេលជូនគាត់ទៅហើយគាត់ទៅដល់ហ្នឹងគឺថាគាត់សប្បាយហូរពេញហ្នឹងហ្មងថាសប្បាយចិត្តខ្លាំងមែនតើអញ្ចឹងណាហើយដើរអត់ធុញទេគឺថាអូយសួររហូតម៉ាម៉ាពេលណាយើងដើរដល់ហ្នឹងហើយផ្លូវចូលទៅនឹងរៀងឆ្ងាយអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅគាត់ចិត្តទៅសួរថាពេលណាបានយើងដើរទៅដល់ម៉ាម៉ាគាត់ទៅសារកូនខ្ញុំគាត់ដើរថតទេដើរថតហ្មងហើយពេលដែលដើរទៅដល់ហ្នឹងគឺថាអូយគាត់ខ្វះកន្លែងលេងហ្មងនិយាយទៅវាច្រើនហ្មងកន្លែងលេងច្រើនណាមួយលេងអត់សពទេបងប្អូនអើយមុននឹងយើងបានចូលលេងគឺថាមនុស្សច្រើនមែនតើយើងត្រូវតម្រង់ជួរចូលម្ដងម្នាក់អញ្ចឹងណាសំខាន់ចូលទៅដល់តម្រង់ជួរហើយគឺអត់បានលេងបានសពទៀតដោយសារកន្លែងលេងច្រើនហ្នឹងហើយពេលយើងចូលទៅដល់ហ្នឹងគឺថាមនុស្សច្រើនខ្លាំងមែនតើមិនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យទេបងប្អូននៅក្នុង Disneyland ហ្នឹងគឺថាមនុស្សច្រើនហ្មងច្រើនជារៀងរាល់ថ្ងៃហ្មងអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺយើងដើរដល់ខាងក្នុងហើយចាហើយយើងចូលលេងមួយផ្លែអញ្ចឹងណាឲ្យគាត់លេងពពុះសាប៊ូហើយបានយើងបានដើរទៅរកកន្លែងជីយើងដើរទៅជីសេះហ្នឹងហើយសម្រាប់បងៗគាត់ទៅហ្នឹងគឺថាទៅពីព្រឹកទីទៅបងៗបានជីសពជីនិយាយទៅបើទៅពីព្រឹកគាត់ជីអត់សពដែរបងប្អូនទៅ2ថ្ងៃយើងបានជីសពអញ្ចឹងណាហើយនេះយើងនាំពួកគាត់ជីសេះលេងអញ្ចឹងហើយបានយើងចាប់ដើមដើរទៅលេងកន្លែងផ្សេងៗទៀតអញ្ចឹងណាបងប្អូនព្រោះអីច្រើនណាហើយទៅហ្នឹងខ្ញុំជីបានតែ3កន្លែងគាត់បងប្អូនអើយខ្ញុំរងជួអត់តាន់គេទេគឺថាមនុស្សឡើងណែនព្រោះអីទៅកន្លែងនីមួយៗអញ្ចឹងណាយើងត្រូវតម្រង់ជួមកបានចូលលេងណាប៉ុន្តែមិនថ្មីទេបងប្អូនដោយសារតែកន្លែងនីមួយៗយើងលេងសប្បាយដែរអញ្ចឹងណាយើងទោះចាំបន្តិចគាត់អីដែរព្រោះដោយសារតែកន្លែងមួយគឺយើងចូលទៅលេងវាសពនឹងកន្លែងដែលយើងរងចាំអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីយើងជីសេះជីអីលេងហើយយើងចាប់ដើមដើរលេងនៅជុំវិញនៅក្នុងហ្នឹងយើងដើរលេងហើយយើងទៅមើលគេហាយក្បួនណាក្បួនតុក្កតាហ្នឹងហើយក្បួនហ្នឹងបងប្អូនអើយពិបាកណាស់បើសិនជាយើងទៅក្រោយគេទៅមើលអត់បានពេញភ្នែកទៀតដោយសារតែមានគេទៅអង្គុយរងចាំមុនអញ្ចឹងណាបងប្អូនព្រោះឯក្បួននីមួយៗហ្នឹងគឺថាមុននឹងហាយអញ្ចឹងសិតតែមានគេទៅអង្គុយចាំអញ្ចឹងណាហ្នឹងហើយនេះចូលទៅដល់កន្លែងគេលេងទាំងហាយក្បួនហ្នឹងហើយបងប្អូនហើយក្បួនគេហ្នឹងគឺក្បួនតុក្កតាដូចនៅក្នុង YouTube អញ្ចឹងណាបងប្អូនចាអញ្ចឹងជួយទស្សនាដល់អ្នកគ្នាបងប្អូនចាហើយបន្ទាប់ពីមើលក្បួនហើយយើងមកចូលក្បួនមួយទៀតគឺយើងបានអង្គុយខាងមុខនឹងមើលហ្មងអញ្ចឹងណាបងប្អូនក្បួនមួយនោះអត់បានមើលពីមុខទេយើងទៅអត់ទាន់គេនៅឈោពីក្រោយមើលបានតែលើតិចទេហើយព្រោះអូនលីងវិញបានប៉ាគេលើដាក់លើកបានមើលពេញភ្នែកអញ្ចឹងណាបងប្អូនឥឡូវនេះយើងមកចូលដល់ក្បួនទី2ហើយក្បួនទី2នេះក៏ល្អមើលដែរហើយសប្បាយណាស់បងប្អូនមនុស្សច្រើនណាស់ហើយគេចូលចិត្តមើលណាឈោទម្រង់ជួចាំហ្មងបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងឃើញមនុស្សឈោអមផ្លូវសងខាងឃើញច្រើនអត់បងប្អូនហើយសម្រាប់ក្មេងៗវិញគាត់ឃើញអញ្ចឹងគឺគាត់សប្បាយមែនតើណាបងប្អូនមិនថាតែក្មេងទេបងប្អូននៅសម្រាប់តែខ្ញុំនឹងក៏សប្បាយដែរខ្ញុំមើលទៅវាប្លែកភ្នែកណាហើយបើកូនខ្ញុំវិញគឺថាសប្បាយខ្លាំងគាត់ទៅឃើញផ្ទាល់អញ្ចឹងគាត់ធ្លាប់តែមើលតាម YouTube ដល់ពេលគាត់ទៅឃើញគេហាយផ្ទាល់អញ្ចឹងគឺគាត់សប្បាយចិត្តខ្លាំងមែនតើហ្មងអញ្ចឹងបងប្អូនខ្ញុំទស្សនាទាំងអស់គ្នាណាបងប្អូនណាហ្នឹងហើយខ្ញុំដាក់វីដេអូជូនបងប្អូនមើលព្រោះដោយសារអីវីដេអូហ្នឹងវែងដែរអញ្ចឹងបងប្អូនទស្សនាទាំងអស់គ្នាណាបងប្អូននិយាយទៅហាយក្បួនគេហាយក្បួនច្រើនមែនតើហ្មងមានតុក្កតាគ្រប់មុខដូចនៅក្នុងរឿងអញ្ចឹងចាបន្ទាប់ពីយើងចេញពីកន្លែង Disneyland ហ្នឹងហើយទៅទីក្រុងសៀងហៃទៅខាងក្នុងក្រុងសៀងហៃហ្នឹងហើយអញ្ចឹងក្បួនហ្នឹងតិចទៀតគេហាយចប់ហើយយើងក៏ចេញពី Disneyland ហ្នឹងហើយយើងក៏ទៅក្រុងអញ្ចឹងណាបងប្អូននិយាយទៅពេញមួយថ្ងៃហ្នឹងគឺយើងនៅក្នុង Disneyland ហ្នឹងដល់យើងចេញពី Disneyland ហ្នឹងហើយបានយើងចេញទៅក្រុងពេលយប់គេនាំយើងទៅលេងនៅកណ្ដាលក្រុងអញ្ចឹងណាបងប្អូនហើយកណ្ដាលក្រុងគេហ្នឹងគឺមនុស្សច្រើនមែនតើហើយមានរបស់ប្រេនលក់ច្រើនណា ចេញពី Disneyland ហ្នឹងរៀងល្ងាចដែរហើយជីឡានមកដល់រៀងយប់ដែរអញ្ចឹងណាបងប្អូនទៅដល់កណ្ដាលក្រុងណាចាឥឡូវនេះក្បួនចិត្តចប់ហើយ
យើងគេហៅតែមួយពីរទៀតចប់ហើយយើងបើចឹងពីហ្នឹងយើងក៏ជួបជុំគ្នាទៅដើរលេងនៅកណ្ដាលក្រុងវិញ ចាហើយឥឡូវនេះគឺយើងមកដល់ក្នុងក្រុងហើយមកកន្លែងគេលក់តុក្កតានេះ Pop Mart នេះហ្នឹងហើយកូនគេចង់បានเนาะน้องគេមកទិញហើយបន្ទាប់មកយើងដើរមើលក្នុងហ្នឹងតិចទៅដើរលេងនៅក្នុងផ្សារទំនើបគេហ្នឹងតិចទៅចាគេលក់តុក្កតាច្រើនណាមានច្រើន brand មែនតើហ្មងខ្ញុំសុំសរសើរហ្មងគឺថារបស់ផ្លែច្រើនមែនតើហើយបន្ទាប់មកយើងដើរលេងនៅខាងក្រៅហ្នឹងហើយនៅនោះសបោរបស់ brand ច្រើនអញ្ចឹងណាបងប្អូនហើយឥឡូវនេះវីដេអូយើងជិតចប់ហើយចាជម្រាបលាបងប្អូនទាំងអស់គ្នាដែលចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាបងប្អូនអរគ្នាខ្ញុំនឹងធ្វើ vlog ច្រើនពេលខ្ញុំដើរលេងអញ្ចឹងណាបងប្អូនអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា